ជំរាបសួរនាងខ្ញុំឈ្មោះសៀនសទ្ធិវណ្ណទី1បងធ្លាប់ជិះកាត់ម្ដុំនឹងញឹកញាប់ដែរដោយសារតែហាត់ប្រាណនៅក្បែរហ្នឹងជិះកាត់ឃើញបាំងលបងយូរឯតែអត់ដឹងថាកម្រងអីទេដល់ពេលក្រោយមកឃើញតឡើងផ្លាកក៏ដឹងថាអូកម្រងរបស់ជីបម៉ុងដល់ទៅពេលមួយរយៈក្រោយមកទៀតឃើញផ្សព្វផ្សាយក្នុង social media អូនឃើញផ្ទុះខ្លាំងដែរបងយល់ថាល្អមើលទៅមានសក្តានុពលខ្ពស់និយាយទៅអូនទីតាំងអញ្ចឹងបងគិតថាអ្នកគ្រប់គ្នាសើប្រាថ្នាចង់បានហើយទីតាំងផ្ទះម្ដុំនឹងអញ្ចឹងណាដោយសារតែស្ដាប់មើលទៅគឺមានសពគ្រប់ទាំងអស់មានសាលារៀនមានផ្សារទំនើបពិសេសមានកន្លែងញ៉ាំការមើលទៅធំហើយមួយទៀតគម្រោងជីបម៉ុងតែគាត់និយាយគឺធ្វើហើយប្រភេទសពហៅនៅទីតាំងនេះនិយាយទៅសពហៅបងមើលច្រើនដែរអូនហើយវាមានច្រើនទំហំតែទំហំដែលបងជ្រើសរើសនេះវាបងចង់បានទី1សាច់ផ្ទះវែងល្អខាងមុខផ្ទះអីក៏ទលាយដែរហើយមួយវិញទៀតផ្លូវនៅចំផ្លូវចរាចរណ៍ចេញចូលមនុស្សច្រើនវាដូចជួយសាង branding អាជីវកម្មយើងដែរអញ្ចឹងការគិតរបស់បងគឺវាមានភាពងាយស្រួលបងគិតថាបងសម្រេចចិត្តនឹងត្រឹមត្រូវនិយាយទៅដោយសារតែគម្រោងហ្នឹងមានផ្លូវធំ4យើងអាចជិះមកពី60ម៉ែត្រក៏បាន271ក៏បាន371ក៏បានហើយនឹងអាចធ្លុះទៅខាងចកាដូងទៀតអញ្ចឹងបងគិតថាល្អទីតាំងហ្នឹង Jeep Monglen ជឿជាក់ក្នុងការរស់នៅ